កំពូលអ្នកជប់បងអូចៅក្រមត្រៀមប្រុងព្រៀបគួរប្រដាល់គុណខ្មែរកំពូលអ្នកចម្បាំងអូគូអ្នកដើមខ្សែក្រវ៉ាត់វគ្គផ្ដាច់ប្រទឹកទី1បាទវគ្គផ្ដាច់ប្រត់ស៊ីម៉ង់អូទឹកទី1បង្គោលក្រហមពុជអាទិទេពបង្គោលខៀវវ៉ាន់វឿនបាទអ្នកទាំងពីរសសតែផ្ដួលបាទគូប្រកួតបាទនៅបាទវគ្គជម្រុះម៉ារ៉ាតុងបាទគឺទឹកទី2ដូចគ្នាបាទឆ្វេងស្ដាមរបស់ពុជអាទិទេពឆ្វេងស្ដាមកណ្ដាប់ដៃរបស់ពុជអាទិទេពបាទជួយតស្ដាំរបស់ពុជអាទិទេពបង្គោលក្រមវៃស្ដាំថែរបស់អាទិទេពវ៉ាន់វឿនយ៉ាងមិនទៅហើយវ៉ាន់វឿនជួយស្ដាំរបស់វ៉ាន់វឿនពូកៃសម្រាប់អាទិទេពស្ដាំថែរបស់បាទពុជអាទិទេពអូយវ៉ាន់វឿនថយមួយសិនប្រមាណដៃរបស់អាទិទេពនេះមិនធម្មតាទេអូយ2ដួលហើយវ៉ាន់វឿន3អញ្ញាក្រារាប់4 5 6 7 អាចបន្តការប្រកួតបានរងណាស់បាទពេជ្រអាទិទេពនេះក៏ដាក់ដៃក៏ធ្ងន់វ៉ាន់វឿនទប់លែងចង់ជាប់ហើយបាទបដូរឲ្យវ៉ាន់វឿនពុះកែងទប់កែងពុះកែងរបស់វ៉ាន់វឿនជួយស្ដាំរបស់អាទិទេពក៏ដាក់ដៃធាក់មួយទៀតអាទិទេពដើរចូលជុំទងនឹងកែងរបស់វ៉ាន់វឿនចាប់កាច់គ្រឿអញ្ញាកដាល8បន្តការប្រកួតធាក់មួយជើងរបស់ពេជ្រអាទិទេពវាយស្រាំជួយស្រាំរបស់អាទិទេពបាទគ្រាត្រង់នេះបាទចាប់កាច់គ្រាដួលទាំងពីរបាទក្រោកឡើងលឿនបន្តការប្រកួតបាទជួយស្រាំរបស់ពេជ្រអាទិទេពបាទកលៀតនឹងឲ្យទេបាទវ៉ាន់វឿនកៃស្រាំបាទជង្គង់របស់វ៉ាន់វឿនកៃរបស់វ៉ាន់វឿនហើយក៏តត់ឆ្វេងរបស់ពេជ្រអាទិទេពវាយឆ្វេងអាទិទេពកណ្ដាប់ដៃកៃស្រាំរបស់វ៉ាន់វឿនជង្គង់វ៉ាន់វឿនកៃអាទិទេពចាប់អោបជង្គង់របស់អាទិទេពប្រកួតបន្តទៀតមាត់ឆ្វេងរបស់ពេជ្រអាទិទេពធាក់ស្រាំទាត់ស្រាំត្រង់នេះអូបាទតបកັບចានរបស់វ៉ាន់វឿនតែអាទិទេពបិទជាប់តែម្ដងឆ្វេងស្រាំរបស់ពេជ្រអាទិទេពឆ្វេងស្រាំកែងស្រាំរបស់វ៉ាន់វឿនសងវិញហើយក៏គ្រាត្រង់នេះវ៉ាន់វឿននេះក៏រឹងដែរបាទប្រមាណដៃរបស់ពេជ្រអាទិទេពនេះឈរវាយបានបន្តទៀតបាទហាក់ទប់មួយជើងរបស់អាទិទេពឆ្វេងស្រាំត្រង់នេះអូហើយបាទជង្គង់វាយឆ្វេងស្រាំដួលទៅហើយបាទវ៉ាន់វឿន1 2 3បាទប្រមាណវិនាទីទៅចប់ហើយបាទ6 7 8 8វ៉ាន់វឿនវាយបានការប្រកួតបាទធាក់មួយជើងត្រង់នេះចុះទឹកទី1បាទចាប់ទឹកទី1តន់ពេលបាទនៅទឹកចេញក្រៅប្រដាល់គុណខ្មែរកម្ពុជាអ្នកចម្បាំងអូគូអ្នកដើមខ្សែក្រវ៉ាត់វគ្គផ្ដាច់ប្រត់ទឹកទី2បាទវគ្គផ្ដាច់ប្រត់ទឹកទី2បង្គោលក្រហមពេជ្រអាទិទេពបង្គោលខៀវវ៉ាន់វឿនបាទតស្ដាំរបស់វ៉ាន់វឿនជួយស្ដាំរបស់វ៉ាន់វឿនបុកវិញហើយពេជ្រអាទិទេពបាទកណ្ដាប់ដៃជួយស្ដាំវ៉ាន់វឿនចូលអោបចាប់កាច់គ្រឿតើវ៉ាន់វឿនធ្វើបានឬក៏អាទិទេពធ្វើបានបាទវ៉ាន់វឿនបាទកម្លាំងចង់អស់ហើយបាទសល់កម្លាំងចិត្តទេកម្លាំងកាយទៅចង់អស់ហើយសល់កម្លាំងចិត្តពីពុកម៉ែបងប្អូនជាតែថ្ងៃនេះបាទក្រុមគ្រួសារកូនតូចក៏មកទស្សនាផ្ទាល់លើកកម្លាំងចិត្តដល់វ៉ាន់វឿនពេជ្រអាទិទេពក៏មានបាទបងប្អូនជាពិសេសលោកគ្រូមកទស្សនាផ្ទាល់ដែរបាទជង្គង់ឆ្វេងស្ដាំរបស់វ៉ាន់វឿនជង្គង់សងរបស់អាទិទេពបាទវ៉ាន់វឿនដាក់ចូលឆ្វេងស្ដាំរបស់អាទិទេពមកកណ្ដាប់ដៃបាទទៅដល់ជង្គង់របស់វ៉ាន់វឿនអាទិទេពពុះកៃស្ដាំអាទិទេពចាប់អោបជង្គង់របស់វ៉ាន់វឿនជង្គង់វ៉ាន់វឿនបាទគ្រាត្រង់នេះដួលទៅហើយបាទដើរចូលបន្តការប្រកួតកែងស្ដាំរបស់អាទិទេពកែងសងរបស់វ៉ាន់វឿនកែងសងរបស់អាទិទេពជង្គង់របស់វ៉ាន់វឿនបាទអាទិទេពបាទក៏ត្រូវច្រើនពីវ៉ាន់វឿនដែរ
បាទធម្មតាការប្រកួតតែទៅមានត្រូវមកតែពុជអាទិទេពបានរក្សាជំហររឹងមាំដែរអាទិទេពជួយស្ដាំក្រាបដៃបានមឿនជង្គង់ស្ដាំកែងតងហើយក៏បាទជង្គង់អូយបាទរបស់បានមឿនសងវិញរបស់អាទិទេពជង្គង់បានមឿនប្រកួតបន្តទៀតអាទិទេពដាក់ចូលជង្គង់បានមឿនជង្គង់ទេអត់ទេបាទកាច់គ្រាជង្គង់បានមឿនជង្គង់បានមឿនជង្គង់បានមឿនផ្ទាត់ជើងពីបញ្ញាទិទេពអាញាកដាលបំបីដាក់ចូលឲ្យក៏ឆ្វេងស្ដាំក្តាប់ដៃរបស់ទិទេពវាយតាមរបស់បានមឿនបោកវិញបាត់ឆ្វេងរបស់បានមឿនកែងស្ដាំកែងតាមរបស់បានមឿនអូហូយបាទអាញាកដាលបំបីបន្តទៀតពិតជាមិនធម្មតាមែនគូនេះបាទកែងក្តាប់ដៃបាទចេញច្រើនមែនទែនត្រង់នេះបាទតបស្ដាំរបស់បញ្ញាទិទេពធាក់ស្ដាំរបស់បានមឿនជង្គង់អូយបាទទឹកពីរនេះក៏មិនធម្មតាដែរវ៉ាន់មឿនសងអាទិទេពវិញអាទិទេពក៏បន្ថែមកែងស្ដាំរបស់បានមឿនកែងតរបស់អាទិទេពហើយក៏ជង្គង់របស់បានមឿនហើយក៏តត់ជើងក្រោយរបស់អាទិទេពគ្រាជាប់បំបែកបាទពីលោកកញ្ញាកដាលប្រកួតបន្តជង្គង់របស់បានមឿនបាទជង្គង់ហើយក៏ជង្គង់របស់បានមឿនជង្គង់បានមឿនអូបាទទឹកទី2នេះបានមឿនសងច្រើនណាស់បាទទៅលើបញ្ញាទិទេពបាទប៉ុន្តែមិនតាន់បាយបញ្ញាទិទេពរាប់ទេចាប់ទឹកទី2បាទអញ្ចឹងលើកខ្សែក្បាត់បង្ហាញថាចិត្តដល់ចិត្តដឹងអ្នកឈ្នះហើយបាទអ្នកទឹកចេញក្រៅប្រដាល់គុណខ្មែរកម្ពុជាអ្នកចម្បាំងអូតគូដណ្ដើមខ្សែក្រវ៉ាត់វគ្គផ្ដាច់ព្រាត់ទឹកទី3ដែលជាទឹកចុងក្រោយទឹកផ្ដាច់ព្រាត់វគ្គផ្ដាច់ព្រាត់ដើមខ្សែក្រវ៉ាត់57គីឡូក្រាមរបស់សៀវ៉ាងអូតបាទកណ្ដាប់ដៃបញ្ញាទិទេពវាយត្រង់ទៅលើបានមឿនជង្គង់របស់បានមឿនចូលចាក់លេងជង្គង់បាទព្រោះថាដឹងចំណុចខ្សោយរបស់ពេជ្រអាទិទេពនៅបន្តប្រើក្រាបដៃបានមឿនដើរចូលបដូរជង្គង់វាយស្ដាំរបស់បានមឿនជង្គង់បានមឿនហើយក៏ចាប់អោបអញ្ញាកដាលបំបីហើយក៏បន្តការប្រកួតតត់ម្នាក់ជើងជង្គង់បានមឿនហើយក៏ជើងពីបញ្ញាទេពអញ្ញាកដាលបំបីបន្តការប្រកួតជង្គង់ឆ្វេងរបស់បានមឿនហើយក៏ខ្ទាស់ជើងពីបញ្ញាទេពមើលទៅស៊ូជាមួយនឹងជង្គង់របស់បានមឿនរៀងពីបាក់បន្តិចបាទតែមកកណ្ដាប់ដៃបាទពេញលេងរបស់បញ្ញាទេពវិញបាទបានមឿនដើរចូលមាត់ឆ្វេងម្ដាយរបស់បញ្ញាទេពបាទបានមឿនគៀងជង្គង់របស់បញ្ញាទេពបានមឿនដើរចូលចាប់ជង្គង់បន្ថែមទៀតបន្តការប្រកួតតតជើងក្រោមរបស់ពេជ្រអាទិទេពតក់ស្ដាំរបស់បានមឿនជង្គង់របស់បានមឿនបាទចាប់ជាប់បាទបំបែកធាក់ឆ្វេងមកមួយជើងរបស់ពេជ្រអាទិទេពបានមឿនដើរចូលបោះជង្គង់ស្ដាំជង្គង់ខ្ទាស់ជើងពីពេជ្រអាទិទេពអត់កំណត់លេងជង្គង់ទេចាក់សោជាប់តែម្ដងតាមទៅលេងជង្គង់ទៀតបានមឿនពេជ្រអាទិទេពតត់ជើងក្រោមមួយបានមឿនតាមបានមឿនរុញហើយក៏អញ្ញាកដាលចាប់បន្តការប្រកួតបានមឿនដើរចូលជង្គង់របស់បានមឿនជង្គង់ខ្ទាស់ជើងបន្ថែមបាទពេលវេលាកាន់តែខើចទៅមុខនៅសល់1នាទីចុងក្រោយសម្រាប់ទឹកទី3បានមឿនដើរចូលជង្គង់របស់បានមឿនកែងរបស់បានមឿនជង្គង់កែងរបស់បានមឿនបញ្ញាទិទេពថយបានមឿនដើរចូលបានមឿនគៀងវ៉ាងមឿនតាមជង្គង់របស់បានមឿនអ្នកលេងកំលើភ្លោះដេញវាយបាទបញ្ញាទិទេពរក្សាកំបាច់វាយមួយដែលមិនបង្ខំទេទឹកទី3បាទពេជ្រអាទិទេពបាទគឺបាទឈរវាយតទល់ជាមួយនឹងបានមឿនជង្គង់របស់បានមឿនបាទពេជ្រអាទិទេពបាទធ្វើបានល្អនៅក្នុងទឹកទី1បាទវាយបានមឿនរាប់2ដងបាទឥឡូវនេះបានមឿនបាទដេញវាយពេជ្រអាទិទេពវិញបាទយកបន្ទុឬក៏យកការរាប់បាទជង្គង់របស់បានមឿនអូយបាទមិនហ៊ានថាខាងណាទេបងប្អូនអ្នកទាំងពីរនេះមួយយ៉ាងមកនេះ
ទឹកទី2ទី3បាទវ៉ាន់បឿនគឺធ្វើបានល្អទឹកទី1គឺពេជ្រអាទិទេពបាទសំខាន់វាយរាប់2ដងចាំមើលការកាត់សេចក្តីបាទរបស់ចៅក្រមទាំង5រូបចាប់ទឹកទី3បាទចាប់ទឹកទី3សូមសំលេងដល់អ្នកទាំងពីរមួយបាទល្អណាស់បាទល្អណាស់ល្អទាំងពីរតែម្ដងទាំងពេជ្រអាទិទេពទាំងវ៉ាន់បឿននេះបងប្អូនយើងទស្សនារូបភាពនៅលើ screen ធំរបស់យើងវ៉ាន់បឿនក៏បុកពេជ្រអាទិទេពក៏បុកបាទក្បាច់ចេញមកចំគោលដៅដូចគ្នានេះជង្គង់របស់វ៉ាន់បឿនទៅលើអាទិទេពបាទស្ទុះវាយវិញគប់កែងស្ដាំកែងឆ្វេងរបស់វ៉ាន់បឿនអាទិទេពថយបាទហើយក៏កន្លែងនេះអូបាទជង្គង់របស់វ៉ាន់បឿនបាទទៅលើពេជ្រអាទិទេពបាទជង្គង់បាទពេជ្រអាទិទេពក៏ព្យាយាមបិទដែរបាទឥឡូវនេះតេះបងប្អូនតែទៅមើលគូនេះខៀវឬក៏ក្រហមបាទខៀវក្រហមហូមួយចុះបាទខៀវអូស្ដាប់ឮទាំងអស់គ្នាតែនេះគ្រាន់តែជាការស្ទង់ស្ថិតិទេចាំមើលចៅក្រមទាំង5រូបនឹងការប្រកាសបាទពីគណៈកម្មការជាថ្មីម្ដងទៀតបងប្អូនសូមហូដល់ស៊ីម៉ង់អូតមួយទៀតមកទស្សនិកជនឆ្លងកាត់ការប្រកួតពេញទាំង3ទឹកចៅក្រមទាំង5រូបបានផ្ដល់ការឈ្នះចាញ់ដោយឯកច្ឆន្ទជ័យជំនះក្លាយជាម្ចាស់ខ្សែក្រវ៉ាត់កំពូលអ្នកចម្បាំងអូត57គីឡូក្រាមក្លាយជាម្ចាស់ទឹកប្រាក់ចំនួន50លានរៀលបានទៅលើបង្គោល